អត់ជំរាបសួរហើយឆ្ងល់ថាដើមមានរឿងអីកើតឡើងបើសិនជានៅពេលដែលយើងមើលតួនាទីបុគ្គលម្នាក់ៗណាឧទាហរណ៍ដូចថានៅពេលដែលគ្រូពេទ្យបាទគ្រូពេទ្យគាត់គោលបំណងធំរបស់គាត់មិនមែនចង់ព្យាបាលឬក៏ចង់ជួយសង្គ្រោះមនុស្សទេចំណង់ចំណូលចិត្តរបស់គាត់គឺចង់បានលុយនៅពេលដែលចំណង់ចំណូលចិត្តរបស់គាត់ចង់បានលុយហើយគាត់មកធ្វើជាគ្រូពេទ្យអាហ្នឹងវាយ៉ាងម៉េចវិញប្រទេសយើងនឹងមានរឿងអីកើតឡើងហើយមួយទៀតវានឹងមានរឿងអីកើតឡើងប្រសិនបើគ្រូបរិញ្ញាគោលបំណងរបស់គាត់គឺចង់បានអីលុយគាត់មកបរិញ្ញាសិស្សគាត់អត់មានចេតនាចង់ជួយមនុស្សឲ្យចេះឲ្យមានចំណេះទេមានរឿងអីកើតឡើងនៅពេលដែលមន្ត្រីរាជការចង់បានហើយគាត់មកធ្វើមន្ត្រីរាជការហើយមានច្រើនទៀតមានមុខងារមានតួនាទីច្រើនទៀតដែលយើងឃើញថាការធ្វើការវាគោលបំណងគឺមិនបានយករូបភាពរួមជាធំយើងធ្លាប់លឺណាជាងធ្វើផ្ទះមានកូនជាងមួយគាត់គេសួរកំពុងធ្វើអីខ្ញុំកំពុងអញ្ជូនឥដ្ឋបាទដល់ពេលជាងមួយទៀតជួបជាងមួយទៀតសួរថាកំពុងធ្វើអីជាងមួយទៀតគាត់ឆ្លើយថាខ្ញុំកំពុងតែធ្វើលបងបាទធ្វើតសអញ្ចឹងទៅដល់ពេលជួបជាងមួយទៀតសួរថាកំពុងធ្វើអីខ្ញុំកំពុងតែសាងប្រាសាទដ៏ស្អាតវិចិត្របាទអញ្ចឹងសកម្មភាពរបស់មនុស្សទាំង3នាក់ហ្នឹងគឺវាមានភាពខុសគ្នាមនុស្សដែលមានមហិច្ឆតាធំដែលគាត់និយាយថាគាត់កំពុងតែសាងប្រាសាទគឺអ្វីដែលគាត់ធ្វើគឺដោយយកចិត្តទុកដាក់ពួកគាត់ដឹងថាប្រាសាទដែលស្អាតគឺត្រូវការចាប់ផ្ដើមចេញពីដុំឥដ្ឋមួយដុំដែលគាត់កំពុងតែលើកដែលគាត់កំពុងតែបោកកំពុងតែចាប់ភ្ជាប់ចំណែកឯជាងដែលមើលឃើញលបងគាត់ខ្វល់រឿងលបងឯងគាត់បានគិតរូបភាពរួមរបស់ប្រាសាទហើយចំណែកឯជាងមួយទៀតដែលជូនឥដ្ឋហើយគាត់និយាយថាគាត់កំពុងតែជូនឥដ្ឋគាត់អត់ខ្វល់ទេគាត់ដឹងធ្វើម៉េចឲ្យបានឥដ្ឋកម្មភាពរបស់គាត់គឺធ្វើឲ្យបានមួយថ្ងៃផុតមួយថ្ងៃអញ្ចឹងបុគ្គលមួយនៅក្នុងសង្គមយើងដូចគ្នាបាទបើសិនជាយើងកលេចមើលទៅគ្រប់គ្នាតែងតែបន្ទោសអ្នកដឹកនាំអញ្ចេះបន្ទោសដឹកនាំចុះប៉ុន្តែគាត់បានគិតថាគាត់នឹងគឺជាឥដ្ឋមួយដុំនៅក្នុងប្រាសាទទាំងមូលទេអញ្ចឹងនៅពេលដែលគាត់មិនបានគិតថាគាត់ជាឥដ្ឋមួយដុំក្នុងប្រាសាទទាំងមូលអានឹងឯងជាគ្រោះថ្នាក់